សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំចង់មកបង្ហាញអំពីការរៀបម៉ាស៊ីនចូលវិញណាថ្ងៃហ្នឹងយើងរៀបម៉ាស៊ីនបង្ហាញអំពីការរៀបម៉ាស៊ីននំហើយម៉ាស៊ីននំនឹងផងដែរគឺយើងធ្វើនំតុកនិយាយថាម៉ូស៊ីតុកនំម៉ាស៊ីនហ្នឹងគឺយើងអាចធ្វើបានច្រើនប្រភេទណានំយើងអាចធ្វើបានម៉ូស៊ីតុកខុងតុកហើយនឹងខូតុកតាមប្រភេទនំប៉ុន្តែម៉ាស៊ីននេះដែលជារាល់ថ្ងៃគឺខ្ញុំធ្វើជាមួយនឹងម៉ូស៊ីតុកនិងខុងតុកហើយសម្រាប់បងអូនណាដែលថាគាត់បានឡើងមកប្រទេសកូរ៉េគាត់ធ្វើការចំផ្នែកនំប្រពៃណីកូរ៉េណានំប្រពៃណីកូរ៉េគឺមានច្រើនមែនតើប៉ុន្តែថ្ងៃហ្នឹងខ្ញុំចង់មកបង្ហាញអំពីកន្លែងការងាររបស់ខ្ញុំដែលបច្ចុប្បន្នគឺខ្ញុំធ្វើការនៅកន្លែងនំប្រពៃណីមួយយ៉ាងដែលមានច្រើននិយាយទៅមានតែនិយាយទៅនំប្រពៃណីគឺមានច្រើនបងប្អូនទាំងអស់គ្នាប៉ុន្តែកន្លែងខ្ញុំធ្វើហ្នឹងគឺមានតែប្រហែល2 3មុខដែលខ្ញុំបង្ហាញហ្នឹងឯងនេះយើងលាងសម្អាតហើយណាឥឡូវយើងមកចាប់ម៉ាស៊ីននិយាយទៅចាប់គ្រឿងម៉ាស៊ីនចូលដាក់វិញតោះឥឡូវយើងមកចាប់ផ្ដើមមើលណាយើងដាក់មួយកន្លែងដែលខ្ញុំបង្ហាញហ្នឹងណាយើងមើលតាមធ្នាក់របស់វានិយាយទៅមានប្រហោង1ប្រហោង2យើងរៀបចូលតាមហ្នឹងទៅហើយនេះបើសិនជាយើងដាក់ខុសក៏ម៉ាស៊ីននំនៅពេលដែលយើងតម្លាក់នំចូលទៅក៏វាអត់មូលចូលទេគឺវាមូលចេញមកវិញអញ្ចឹងណាអញ្ចឹងសូម្បីតែយើងរៀបអាមូលហ្នឹងក៏យើងត្រូវមើលតាមកលៈរបស់វាដែរនិយាយទៅដំណើរការដាក់ម៉ាស៊ីនចូលនីមួយគឺយើងដាក់តាមដំណាក់កាលរបស់វាឥឡូវយើងមករៀបដុំមូលខាងក្នុងវិញម្ដងហើយដុំមូលហ្នឹងគឺងាយមែនតើបងប្អូននិយាយទៅបើកាលនិយាយពីថាកាលខ្ញុំមកដវងណាអូយនិយាយទៅគឺពិបាកចាំមែនប៉ុន្តែយើងត្រូវការធ្វើការចំណាំបើសិនជាយើងឃើញតែម្ដងយើងអនុវត្តតែម្ដងគឺវាអត់ចាំទេដូចជាក់ស្ដែងដូចខ្ញុំនៅធ្វើការកន្លែងហ្នឹងផ្ទាល់គឺខ្ញុំទាំងអនុវត្តទាំងយើងព្យាយាមចងចាំវាយូរទៅក៏យើងអាចធ្វើបានដូចគេដូចឯងហើយនេះគ្រាន់តែជាវីដេអូដែលខ្ញុំចង់បង្ហាញខ្លះៗអំពីការរៀបម៉ាស៊ីនដាក់ចូលទៅវិញគឺមានវីដេអូច្រើនទៀតដែលខ្ញុំអត់ទាន់បានបង្ហាញអញ្ចឹងប៉ុន្តែថ្ងៃហ្នឹងខ្ញុំសូមមកបង្ហាញតាមតែវីដេអូហ្នឹងឲ្យបងប្អូនអាចមើលតាមនឹងបានព្រោះកន្លែងខ្លះគឺខ្ញុំបានរៀបរាប់និងកន្លែងខ្លះទៀតខ្ញុំអត់បានរៀបរាប់ទេដូចដុំមូលនេះអញ្ចឹងអាមូលហ្នឹងបងប្អូនបើសិនជាយើងដាក់ថៃក្លឹះវាអត់ចូលទេតាអត់ចូលធ្លាក់មកគឺចំមេជើងយើងគឺបែកស្អុយហើយអញ្ចឹងអានេះជាក្លឹះតិចដែលយើងរៀបម៉ាស៊ីនចូលគឺយើងត្រូវមើលមែនទែនគឺវាមានក្លឹះសម្រាប់ឲ្យយើងដាក់ហើយសម្រាប់ម៉ាស៊ីនហ្នឹងយើងរៀបតែម្ដង2 ដង 3 ដងអីយើងចេះដាក់ហើយម៉ាស៊ីនហ្នឹងគឺវាងាយស្រួលចំណាំមែនទែនហើយសម្រាប់បងអូនណាដែលថាគាត់មកធ្វើការងារចំផ្នែកហ្នឹងណាវាអត់សូវជាហត់អីប្រហែលទេប៉ុន្តែវាធានាសុវត្ថិភាពខ្លាំងមែនទែនដោយសារតែវាជាប្រភេទម៉ាស៊ីនយើងប្រើដៃកាច់ដៃលឿនអញ្ចឹងណានេះមកដល់យើងដាក់នៅក្នុងកន្លែងនេះម្ដងកន្លែងហ្នឹងគឺយើងត្រូវការមើលគឺមានតាមលេខរបស់វាមានលេខ1លេខ2យើងដាក់តាមដំណាក់កាលរបស់វាហ្នឹងមកហើយបើសិនជាយើងដាក់ខុសលេខក៏យើងដាក់ចូលដែរហ្នឹងគេមានដំណាក់កាលឲ្យយើងមើលរៀបដាក់មួយយឺតហើយយើងធ្វើអត់ប្រញាប់ទេហ្នឹងយើងធ្វើធម្មតាហើយពាក្យច្រើនការងារនំអស់ហ្នឹងសម័យឥឡូវគឺគេអាប់ដេតអស់ហើយគេទឹកផ្ទះតកែខ្លះគឺគេអត់ប្រើកូនចៅចាប់នំទេគេប្រើម៉ាស៊ីនពុំវាមកហ្មងប៉ុន្តែកន្លែងការងាររបស់ខ្ញុំផ្ទះតកែរបស់ខ្ញុំហ្នឹងណាគឺគាត់ប្រើកូនចៅចាប់នំហើយសម្រាប់ខ្ចៅកន្លែងខ្ចៅដែលយើងដោះលាងឬក៏ដោះដាក់ចូលវិញហ្នឹងគឺខ្ចៅវាមានតែ5គ្រាប់ឯងនៅខាងក្រោម3ហើយនឹងនៅលើខាងលើកន្លែងយើងមូលកម៉ាស៊ីនហ្នឹង2វាងាយស្រួលមែនទែនហើយបងប្អូនអាចមើលតាមវីដេអូហ្នឹងទៅសម្រាប់អ្នកដែលថាគាត់ឡើងមកធ្វើការជាពលករកូរ៉េដែលមកចំការងារផ្នែកនំដូចខ្ញុំអញ្ចឹងណា
អាចមើលវីដេអូនឹងត្រួសនឹងយើងអនុវត្តបន្ថែមទៀតព្រោះថាខ្ញុំអាចបង្ហាញប្រាប់បងអូនទាំងអស់គ្នាគ្រប់ចន្លោះគ្រប់ជ្រុងជ្រោយបានទេដោយសារតែនេះចុងម៉ោងការងារខ្ញុំឆ្លៀតថតបង្ហាញទុកជានិយាយទៅទុកជាកម្រងអនុស្សាវរីយ៍ផងទុកសម្រាប់បង្ហាញបងប្អូនយើងដែលគាត់មានបងប្អូនមកធ្វើការចំផ្នែកនំអញ្ចឹងក៏យើងអាចមើលទៅព្រោះពេលខ្លះយើងមកមានថកែបង្រៀនហើយមកពេលខ្លះអ្នកនៅមួយហ្នឹងគឺគេបង្រៀនយើងប៉ុន្តែវាគេកម្រចំណាយពេលវេលាគេមកបរៀនយើងណាបងអូនខ្ញុំជឿជាក់អញ្ចឹងហ្មងព្រោះជាក់ស្ដែងមកខ្ញុំនៅកន្លែងការងារហ្នឹងណាគឺភាគច្រើនគឺខ្ញុំរៀនខ្លួនឯងតិចរៀនខ្លួនឯងតិចហើយគេប្រាប់យើងតែម្ដងពីរដងហើយបើសិនជាយើងប្រាប់យើងម្ដងពីរដងហើយយើងអត់ចាំគេធន់យើងហើយអញ្ចឹងគេលែងមានអារម្មណ៍ចង់ប្រាប់យើងហើយអញ្ចឹងហើយខ្ញុំគិតថាខ្ញុំធ្វើវីដេអូនេះទៅដើម្បីបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាដែលគាត់ចាប់ការបង្រៀនរបស់គេអត់បានឬក៏ជនជាតិកូរ៉េបង្រៀនយើងចាប់អត់សូវបានបងប្អូនទាំងអស់គ្នាអាចមកមើលវីដេអូរបស់ខ្ញុំនេះបានព្រោះថាខ្ញុំគិតថាទៅមុខទៀតអាចនឹងមានពលករខ្មែររបស់យើងមកធ្វើការចំកន្លែងនំអីអាចមើលវីដេអូនឹងទុកបានទុកជាការដែលថាយើងខ្វះខាតចន្លោះណាយើងអាចមកបំពេញឬក៏ថាបើសិនជាវីដេអូខ្ញុំដាក់ទៅវាមិនត្រឹមត្រូវត្រង់ណាអីបងប្អូនដែលបានទស្សនាវីដេអូហ្នឹងអាចចូល comment បន្ថែមបានដើម្បីកែលម្អព្រោះថាខ្ញុំមិនអាចរៀបរាប់បានទាំងអស់ឬក៏និយាយទៅត្រូវទាំងអស់ហើយវាតែងតែមានចន្លោះខ្វះខាតខុសអីត្រង់ណាហើយនិយាយទៅគឺដំបូងគឺវារៀងពិបាកមែនប៉ុន្តែយូរទៅគឺវាងាយស្រួលហើយសម្រាប់ដំណើរការនៃការដាក់ម៉ាស៊ីននេះណាសម្រាប់បងប្អូនទាំងអស់គ្នាអាចមើលបានព្រោះថាខ្ញុំតម្រាំតែចេះនឹងរៀងយូរដែរតែពេលយើងចេះទៅគឺលឿនមែនទែនទាំងការដោះទាំងការលាងហើយយើងដាក់ចូលវិញសំខាន់ការងារកន្លែងនេះគឺសុវត្ថិភាពមែនទែនសម្រាប់អ្នកដែលនៅចូលចាប់នំគ្រាន់តែថាយើងរៀងជោគចង្កេះបន្តិចហើយបើនិយាយពីប្រាក់ខែវិញមិនសូវជាបានច្រើនប្រហែលទេព្រោះធ្វើការយើងការងារវាមិនសូវមានច្រើនអញ្ចឹងណាហើយក៏អរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ Subscribe Channel YouTube ម្នាក់មួយផងណាដើម្បីទទួលបានព័ត៌មានឬក៏វីដេអូដែលខ្ញុំអាប់ឡូតចូលបន្ថែមទៀតសម្រាប់អរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នា